តើអ្នកយល់យ៉ាងណានៅពេលដែលឃើញមនុស្សជាទីស្រឡាញ់របស់ខ្លួនត្រូវបានគេចាប់រឿងនេះគឺយើងតពីវគ្គមុនព្រះរាមព្រះលក្សណ៍និងនាងសីតាបាននិរទេសចូលមកក្នុងព្រៃដើម្បីធ្វើការតាំងសិលព្រះឥន្ទក៏បានបើកព្រះនេត្រទឹកមកឃើញថាអ្នកទាំង3បានចូលមកដល់ក្នុងព្រៃហើយមិនទាន់មានកន្លែងស្នាក់នៅព្រះឥន្ទក៏ចាប់ផ្ដើមជប់វិមានមួយទុកឲ្យពួកគាត់ស្នាក់នៅវិមានដ៏ស្កឹមស្កៃត្រូវបានផុសឡើងនៅថ្ងៃមួយព្រះរាមបានចុះទៅងូតទឹកពេលដែលព្រះរាមកំពុងតែងូតទឹកមានក្លិនក្រអូបភាយសាយទៅដល់យក្សដែលជាប្អូនស្រីរបស់ទសកੰយក្សនោះជាយាមតាមហិតឆ្ងល់ថាក្លិននេះមិនដឹងមកពីណាចេះតែតាមក្លិនក៏ធ្វើការហោះដេញតាមក្លិនហ្នឹងទៅហោះមករហូតមកដល់ឃើញព្រះរាមយើងហ្នឹងកំពុងតែងូតទឹកនៅពេលដែលឃើញព្រះរាមពងងូតទឹកហ្នឹងក៏និយាយថាខ្ញុំម្ចាស់នេះជាប្អូនរបស់បងទសកੰខ្ញុំម្ចាស់ឃើញព្រះអង្គហាក់បីដូចជាមាននិស្ស័យចង់មកតាមមើលថែបម្រើព្រះអង្គក្រែងព្រះអង្គតាំងសមាធិហត់នឿយអីពេលយប់ឡើងខ្ញុំម្ចាស់អាចធ្វើសរសៃយើងអាចអោបគ្នាលេងនៅពេលយប់ព្រះរាមឮចឹងខឹងដេញស្រីអីក៏និយាយអាក្រក់ម្ល៉េះទៅចេញហើយនាងនឹងក៏កើតចិត្តខឹងខ្លាំងណាស់ក៏ប៉ុន្តែអត់អស់ចិត្តទេទៅលបមើលទៅឃើញព្រះរាមកំពុងតែនៅជាមួយនាងសីតាក៏កើតចិត្តមួយខឹងស្អប់នាងសីតាក៏បានប្រែក្រឡាខ្លួននឹងទៅជាជាដ៏ធំមួយក្នុងគោលបំណងជន់សម្រាប់នាងសីតាហ្នឹងតែអត់ទាន់បានជន់ដល់ដីទេព្រះលក្សណ៍យើងនៅចិត្តនឹងដែរទាញដាវមកឆ្វាច់កាប់ជើងយក្សហ្នឹងបត់ដល់យក្សវាឈឺវាអត់ហ៊ានប្រយុទ្ធច្រើនទេក៏វាហោះចេញទៅចាប់ផ្ដើមហោះចេញទៅរុយអញ្ចឹងទៅគេស្រែកឲ្យបងគេជួយបងទសកੰជួយផងទសកੰឮដល់គេធ្វើបាបអូនខឹងខ្លាំងណាស់ណាហ៊ានធ្វើបាបអូនអញអ្នកណាក៏អញសម្លាប់ដែរឲ្យតែហ៊ានធ្វើបាបអូនអញគេខឹងខ្លាំងណាស់ហើយប្អូនស្រីគេហ្នឹងគេល្បិចគេថាខ្ញុំបានឃើញនាងសីតាស្អាតណាស់ខ្ញុំថាចាប់នាងសីតាហ្នឹងយកមកឲ្យបងក៏ប៉ុន្តែព្រះលក្សណ៍នៅនងបានមកកាប់ជើងខ្ញុំនេះហើយខ្ញុំអត់អាចចាប់នាងមកបានទេខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ទសកੰដល់ពេលឮថានាងសីតាស្រស់ស្អាតចឹងក៏មានគម្រោងចង់ទៅលួចនាងសីតាក៏បានកោះហៅពូរបស់ខ្លួនហ្នឹងឲ្យមកចូលជួបហើយដើម្បីឲ្យបញ្ជាឲ្យពូហ្នឹងទៅលួចនាងសីតាពូនោះភ័យខ្លាចណាស់ព្រោះថានាងសីតាគឺជាប្រពន្ធរបស់ព្រះរាមហើយបងប្រុសរបស់គាត់ហ្នឹងក៏ទើបតែស្លាប់នៅក្នុងដៃព្រះរាមហ្នឹងទសកੰដល់ចឹងខឹងគំរាមសម្រាប់គ្រួសារពូទាំងអស់បើសិនជាពូមិនធ្វើតាមហើយពូនឹងក៏យំបង្ខំចិត្តទទួលព្រះរាជបញ្ជាទៅក៏រៀបចំគម្រោងក៏ចាប់ផ្ដើមធ្វើការហ្នឹងទៅហើយព្រះរាមនិងនាងសីតានោះកំពុងតែអង្គុយនិយាយគ្នាលេងសប្បាយនៅក្នុងប្រាសាទមិនដឹងថាគ្រោះថ្នាក់កំពុងតែមកដល់ទេស្រាប់តែពេលនោះមានប្រុសមាសមួយបង្ហាញខ្លួនភ្លឺរលោងស្អាតណាស់ប្រុសហ្នឹងដូចជាសត្វមកពីឋានសួគ៌អញ្ចឹងនាងសីតាគ្រាន់តែឃើញភ្លាមចាប់អារម្មណ៍ដូចត្រូវមុនស្នេហ៍ត្រូវមុនអាគមអញ្ចឹងចង់បានវាជាខ្លាំងព្រះរាមគាត់មានគំនិតសង្ស័យអាចជាមុនអាគមអាចជាយក្សប្រែក្រឡាហើយនាងសីតាហ្នឹងមានចិត្តជំទាស់ហ្មងថានៅទីនេះមិនមានយក្សមិនមានអីណាទេបងមិនស្រឡាញ់ខ្ញុំទេអីបើបងស្រឡាញ់ខ្ញុំបងទៅចាប់វាឲ្យខ្ញុំមកព្រះរាមគាត់បង្ខំចិត្តត្រូវតែចេញទៅចាប់ប្រើសនឹងយកមកឲ្យនាងសីតាហើយព្រះរាមក៏បានផ្ដាំព្រះលក្សណ៍ឲ្យមើលថែនាងសីតាផងហើយព្រះរាមយើងនឹងក៏បានចេញដំណើរទៅដេញចាប់ប្រើសហើយក្នុងការដេញចាប់ប្រើសនោះព្រះរាមរត់ដេញចាប់នៅក្នុងព្រៃដេញចាប់មិនបានទេហើយប្រើសនោះវាចេះតែរត់ផងភ័យផងរត់ផងភ័យផងចេះតែងាកក្រោយចុះប្រវត្តិបងប្រុសរបស់ព្រះនឹងធ្លាប់ស្លាប់នៅក្នុងដៃរបស់ព្រះរាមចឹងព្រះរាមរត់តាមចិត្តដល់ហើយអាភ្លាមហ្នឹងវាភ័យខ្លាំងពេកអាក្បាលប្រើសហ្នឹងក៏វាលិចមកចេញជាក្បាលយក្សមកព្រះរាមយើងគេថាអីយក្សព្រះរាមទាញធ្នូមកបាញ់មួយគ្រាប់ចំប្រើសយក្សហ្នឹង
ចំប្រយ័ត្នហ្នឹងក៏ស្លាប់ទៅអត់ទាន់ងាប់ទៀតក៏នៅស្រែកខ្លែងមិនសំឡេងជាព្រះរាមដើម្បីបោកបញ្ឆោតនាងសីតាដល់ទៅពេលនាងសីតាស្ដាប់ឮសំឡេងបោកបញ្ឆោតហ្នឹងភ័យខ្លាចព្រះរាមមានគ្រោះថ្នាក់ក៏កើតចិត្តព្រួយបារម្ភជាខ្លាំងហើយនាងសីតាហ្នឹងក៏បង្ខំឲ្យព្រះលក្សណ៍ហ្នឹងទៅជួយព្រះរាមតែព្រះលក្សណ៍សង្ស័យព្រះលក្សណ៍គិតថាព្រះរាមមិនអាចមានគ្រោះថ្នាក់ទេដល់ពេលនាងសីតាចេះតែទទួលចេះតែរករឿងអញ្ចឹងទៅព្រះលក្សណ៍ក៏ចេញទៅទុកនាងសីតាហ្នឹងនៅតែម្នាក់ឯងហើយគ្រាន់តែព្រះរាមយើងព្រះលក្សណ៍យើងចេញទៅផុតទស្សកាន់ហ្នឹងគេប្រែកាឡាទៅជាតាអីសីគេដើរចូលមកក្នុងប្រាសាទហ្នឹងហើយនាងសីតាដល់តែពេលឃើញអញ្ចឹងក៏អញ្ជើញតាអីសីមកអង្គុយលេងមិនដឹងថាតាអីសីហ្នឹងគឺជាទស្សកាន់ទេតាអីសីហ្នឹងនិយាយបញ្ចុះបញ្ចូលឲ្យនាងសីតាហ្នឹងទៅធ្វើជាប្រពន្ធរបស់ទស្សកាន់ទៅហើយនាងសីតាខឹងមានអារម្មណ៍ថាស្អប់តាអីសីហ្នឹងហើយនាងសីតាក៏មានចិត្តសង្ស័យដែរគិតថាតាអីសីមិនមកនិយាយអីអញ្ចឹងអារម្មណ៍ចេះតែគិតដែរតែមិននិយាយចេញមកឯងអីសីនឹងធ្វើសកម្មភាពគំរាមហ្មងតែនាងសីតានោះក៏ដល់ក៏ថយភ័យពេកចេះតែថយក្រោយហើយអាភាពភ័យខ្លាចរបស់គេនោះចេះតែកើតមានខ្លាំងទៅដល់តាអីសីនោះក៏ប្រែកាឡាខ្លួននោះទៅជាយៈទស្សកាន់ប្រែកាឡាខ្លួនទៅជាយៈទស្សកាន់ហើយយៈទស្សកាន់នោះក៏ចូលមកចាប់អោបនាងសីតាហ្នឹងហើយក៏ធ្វើការហោះចេញទៅក្នុងអាកាសបាត់ទៅហើយនាងសីតានឹងស្រែកឲ្យជួយដល់ទៅពេលព្រះរាមព្រះលក្សណ៍យើងណាខំប្រឹងត្រឡប់មកវិញឲ្យលឿនដែរតែគាត់ថាវាមិនទាន់ពេលវេលាទេព្រោះថានាងសីតានោះត្រូវទស្សកាន់ចាប់បាត់ហើយព្រះរាមយើងមើលទៅលើមេឃឃើញទស្សកាន់ហោះទៅឆ្ងាយហើយក្នុងចិត្តនេះក៏កើតចិត្តកង្វល់ស្ដាយព្រោះតែបាត់បង់ប្រពន្ធនោះហើយនាងសីតានោះក៏យំអូលើកដៃសុំឲ្យគេជួយសំឡេងដ៏ឈឺចាប់ពេលដែលយៈកំពុងតែចាប់ទៅហ្នឹងហើយព្រះរាមយើងនេះក៏ឈឺចាប់ខ្លាំងណាស់ដែរតែភ្នែកពោពេញទៅដោយកំហឹងសម្បត្តិថានឹងទៅជួយសង្គ្រោះនាងសីតាឲ្យទាន់តែបាននៅក្នុងសាច់រឿងយើងនេះឈុតឆាកនេះគឺបង្ហាញថានាងសីតាគឺត្រូវបានទស្សកាន់នឹងចាប់ហើយចាប់បានជោគជ័យយកទៅដល់ព្រះនគររបស់ទស្សកាន់នឹងហើយយើងចង់ដឹងថានៅពេលដែលទស្សកាន់ចាប់បានទៅហើយតើនឹងមានរឿងអ្វីកើតឡើងបន្តទៀតអញ្ចឹងនៅក្នុងឈុតក្រោយទៀតខ្ញុំនឹងធ្វើបង្ហាញឲ្យបានលម្អិតហើយមួយទៀតក្នុងវីដេអូនេះផងដែរក្បាលដំបូងនោះយើងផលិតជាវីដេអូគំរូមួយផ្សេងហើយនឹងចាប់ពីពាក់កណ្ដាលមកនេះមានគំរូវីដេអូផ្សេងអញ្ចឹងវាមាន color វាដូចសាច់វីដេអូនោះវាមាន2ប្រភេទតួអង្គអញ្ចឹងបងប្អូនគិតថាប្រភេទណាមួយស្រស់ស្អាតពេញចិត្តសូមជួយ comment ប្រាប់ខ្ញុំមកខ្ញុំនឹងផលិតទៅតាមចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នាតែបើសម្រាប់ខ្ញុំគិតថាអាក្រោយនេះមួយកណាត់ក្រោយនេះខ្ញុំគិតថាវាមើលទៅវាស័ក្តិសមវាស៊ីជាមួយនឹងសាច់រឿងយើងប្រភេទយៈប្រភេទទេវតាអញ្ចឹងណាអញ្ចឹងបងប្អូនគិតថាផ្នែកណាមួយស្អាតជួយ comment ប្រាប់មកខ្ញុំនឹងធ្វើទៅតាមអ្វីដែលអ្នកទាំងអស់គ្នាពេញចិត្តបាទសូមអរគុណដែលគាំទ្របាទមួយវិញទៀតពេលដែលខ្ញុំនិយាយទៅឬក៏បង្កើតជាវីដេអូវាមិនសូវបានល្អឯងសូមកុំប្រកាន់កុំជេរអូជេរខ្ញុំណាក៏ជេរម្លេះខ្ញុំផលិតវីដេអូទៅដើម្បីចង់ឲ្យអ្នកទាំងអស់គ្នានឹងមើលកំសាន្តខ្ញុំមិនទាន់បានអត្ថប្រយោជន៍អីពីវាទេតែគាត់ថាអ្នកទាំងអស់គ្នាមើលទៅគាត់ថាខ្វះខាតត្រង់ចំណុចណាក៏មិនប្រាប់មកខ្ញុំនឹងកែបាទខ្ញុំនឹងកែប្រែនៅវីដេអូហ្នឹងសារជាថ្មីបាទសូមកុំជេរសូមកុំជេរ